សួស្តីនៅក្នុងវីដេអូនេះខ្ញុំចែករំលែកពីរបៀបជ្រើសរើសប្រើប្រាស់និងបរិមាណដែលយើងគួរទទួលទានម្សៅប្រូតេអ៊ីនឲ្យត្រូវទៅតាមគោលដៅនិងរូបរាងផ្សេងគ្នាអញ្ចឹងដូចជាអ្នកដែលគាត់ស្គមខ្លាំងចង់ឡើងគីឡូអ្នកដែលគាត់ចង់រក្សារូបរាងបង្កើនសាច់ដុំឬក៏អ្នកដែលគាត់ធាត់គាត់សបោខ្លាញ់គាត់ចង់សម្រក់ខ្លាញ់គាត់ចង់បង្កើនសាច់ដុំអញ្ចឹងតែយើងគួរប្រើប្រាស់ម្សៅប្រូតេអ៊ីនប្រភេទណាប្រើប្រាស់ក្នុងបរិមាណប៉ុន្មានប្រើប្រាស់នៅពេលណាតាមដានវីដេអូនេះទាំងអស់គ្នាអញ្ចឹងសម្រាប់ទី1អ្នកដែលគាត់ស្គមខ្លាំងហើយចង់ឡើងគីឡូអញ្ចឹងខ្ញុំrecommend គឺមាន2ដូចខ្ញុំធ្លាប់ធ្វើវីដេអូដាច់តម្លៃមួយនិយាយលម្អិតពីអាហ្នឹងហើយគឺយើងអាចប្រើពពួក mass gainer ឬក៏ whey protein ธรรมดาដូចជា whey gold អីហ្នឹងដែលមានផ្ទុកពពួក protein concentrate ហើយនៅក្នុងមួយថ្ងៃខ្ញុំ recommend ឲ្យប្រើពី2ទៅ3 scope នៅក្នុងមួយថ្ងៃហើយមួយ scope យើងអាចប្រើនៅពេលដែលយើងទទួលទានអាហារពេលព្រឹកហើយមួយ scope ទៀតយើងអាចប្រើនៅពេលបន្ទាប់ពីយើងហាត់ប្រាណរួចនិងមួយ scope ទៀតយើងអាចប្រើនៅពេលល្ងាចឬក៏ពេលយប់អាចនឹង1ម៉ោងឬក៏លើសពីហ្នឹងតិចតួចមុនយើងចូលគេងអញ្ចឹងអានេះគឺជាវិធីក្នុងការប្រើប្រាស់ម្សៅប្រូតេអ៊ីនសម្រាប់អ្នកដែលគាត់ស្គមខ្លាំងចង់ឡើងគីឡូហើយអ្នកដែលគាត់មានរូបរាងសមរម្យល្មមហើយតែគាត់ចង់រក្សារូបរាងរបស់គាត់ចង់បង្កើនម៉ាស់សាច់ដុំរបស់គាត់ឲ្យមើលទៅហាប់ណែនសាច់ស្អាតល្អគាត់អាចជ្រើសរើសប្រើពពួក whey protein isolate ឬក៏ whey protein ធម្មតាយើងដូចជា whey gold ដូចជាអីហ្នឹងដែលមានផ្ទុកប្រភេទ whey protein concentrate ហ្នឹងអញ្ចឹងខ្ញុំ recommend គាត់អាចគួរប្រើ2 scope នៅក្នុងមួយថ្ងៃហើយតាក់ទងនឹងពេលវេលាប្រើវាអាស្រ័យទៅលើពេលវេលាដែលគាត់ហាត់ប្រាណបើសិនជាគាត់ហាត់ប្រាណនៅពេលព្រឹកគាត់អាចប្រើមួយ scope បន្ទាប់ពីគាត់ហាត់ប្រាណនៅពេលព្រឹកហើយមួយ scope ទៀតគាត់អាចប្រើនៅពេលល្ងាចហើយបើសិនជាគាត់ហាត់ប្រាណនៅពេលល្ងាចមួយ scope គាត់អាចប្រើនៅពេលព្រឹកដែលគាត់ទទួលទានអាហារពេលព្រឹកហើយនិងមួយ scope ទៀតបន្ទាប់ពីគាត់ហាត់ប្រាណនៅពេលល្ងាចអាហ្នឹងសម្រាប់អ្នកដែលគាត់មានរូបរាងសមរម្យល្មមគាត់ចង់រក្សានិងបង្កើនម៉ាស់សាច់ដុំរបស់គាត់ហើយសម្រាប់ចុងក្រោយគឺអ្នកដែលគាត់មានរាងធាត់គាត់សបោខ្លាញ់ហើយគាត់ចង់បង្កើនម៉ាស់សាច់ដុំហើយជួយកាត់បន្ថយខ្លាញ់នៅលើរាងកាយរបស់គាត់ខ្ញុំ recommend ឲ្យប្រើគឺប្រភេទ whey protein isolate ឬក៏ whey protein hydrolyzed ជាប្រភេទ whey protein ដែលគេបំបែករួចហ្នឹងហើយដែលវាមានផ្ទុកជាតិ protein ខ្ពស់ហើយនឹងជាតិ lactose ហើយនឹងជាតិខ្លាញ់ហ្នឹងទាបខ្លាំងមែនតើអញ្ចឹងខ្ញុំក៏ recommend ឲ្យគាត់ប្រើចន្លោះពី1 scope ទៅ2 scope នៅក្នុងមួយថ្ងៃហើយពេលវេលាដែលគាត់គួរប្រើគាត់អាចប្រើនៅពេលព្រឹកគាត់អាចហូបមុនអាហារពេលព្រឹកដើម្បីកាត់បន្ថយចំណង់អាហាររបស់គាត់ឬក៏មួយទៀតគាត់បន្ថែមបន្ទាប់ពីគាត់ហាត់ប្រាណរួចអញ្ចឹងបើសិនជាគាត់ហាត់ប្រាណពេលល្ងាចក៏គាត់អាចហូបពេលល្ងាចក្រោយហាត់ប្រាណហូបពេលព្រឹកមុនអាហារតែបើគាត់ហាត់ប្រាណពេលព្រឹកគាត់អាចហូបពេលព្រឹកក្រោយហាត់ប្រាណហើយពេលល្ងាចមុនអាហារអញ្ចឹងហូបមុនអាហារដើម្បីកុំឲ្យគាត់ឃ្លានអាហារហូបអាហារច្រើនហើយធីបបន្ថែមសម្រាប់អ្នកដែលគាត់ចង់ស្រក់ខ្លាញ់គឺក្រៅពីបន្ថែមអាហារបំពន់គាត់ត្រូវតែគ្រប់គ្រងរបបអាហាររបស់គាត់ហើយនឹងហាត់ប្រាណឲ្យបានទៀងទាត់ហាត់ប្រាណគាត់ត្រូវផ្ដោតទាំងហាត់សាច់ដុំហាត់សាច់ដុំគឺគាត់ផ្ដោតទៅលើ compound movement មានន័យថាលំហាត់ដែលធ្វើចលនាសាច់ដុំច្រើនក្រុមដែលជួយដុតកាឡូរីនិងបង្កើនសាច់ដុំបានច្រើនហើយនឹងរបបអាហាររបស់គាត់គឺត្រូវតែសម្បូរប្រូតេអ៊ីនហើយនឹងសម្បូរជាតិកាកសរសៃអញ្ចឹងគាត់គួរតែហូបសាច់អត់ខ្លាញ់គ្រាប់ធញ្ញជាតិបន្លែពពួកបន្លែដែលមិនមែនជាបន្លែមើមអញ្ចឹងវាសម្បូរកាកសរសៃអញ្ចឹងហូបពេលព្រឹកសមល្មមពេលថ្ងៃសមល្មមពេលល្ងាចឲ្យតិចបំផុតឬក៏អាចធ្វើ fasting នៅពេលល្ងាចបានសម្រាប់អ្នកដែលគាត់មានរាងធាត់គាត់ចង់សម្រក់ខ្លាញ់អញ្ចឹងគាត់រៀងលំបាកជាងគេនៅក្នុងចំណោមទាំង3ក្រុមព្រោះអ្នកដែលគាត់ស្គមខ្លាំងចង់ឡើងគីឡូគាត់ហូបអីក៏បានដែរហូបឲ្យបានកាន់តែច្រើនកាន់តែល្អហើយអ្នកដែលគាត់រក្សារូបរាងលក្ខណៈថារាងគាត់សមល្មមហើយគាត់ព្យាយាមហាត់ហូបឲ្យបានសមល្មមទៅហើយយើងតមរបស់ដែលមិនល្អទៅដូចជាស្រាដូចជាគ្រឿងកំប៉ុងដូចជាភេសជ្ជៈផ្អែមអីហ្នឹងយើងតមទៅហើយសម្រាប់អ្នកដែលគាត់ធាត់ចង់ស្រក់គីឡូគឺគាត់ត្រូវការរៀងលំបាកជាងគេគឺត្រូវការទាំងហាត់ទាំងហូបទាំងតមអ
ចឹងតមគឺតមពពួកភេសជ្ជៈផ្អែមពពួកអាហារម្សៅហូបអាហារពេលដែលល្ងាចហ្នឹងឲ្យតិចបំផុតឬក៏ព្យាយាមរៀនធ្វើ fasting អាហ្នឹងគឺជាវិធីល្អបំផុតក្នុងការជួយគាត់ក្នុងការសម្រកគីឡូរក្សាម៉ាស់សាច់ដុំបង្កើនម៉ាស់សាច់ដុំប្រកបដោយជោគជ័យអញ្ចឹងវីដេអូនេះខ្ញុំមានប៉ុណ្ណឹងទេបើសិនជាមានចម្ងល់អាចឆាតមក Telegram ខ្ញុំសួរនាំបន្ថែមខ្ញុំនឹងបញ្យល់ណែនាំទៅតាមស្ថានភាពជាក់ស្ដែងរបស់រាងកាយមនុស្សម្នាក់ដែលខុសៗគ្នា